trong gì thà ngắt nơi lựa đấy tại mình nghiếm nơi lựa cả đá ní cứ ở với đại dương ban vô cô ca son tới phim này dùng mà đỏ sài bà cứ chấp bắp thằng mà nói ASEAN thằng mà nói UN còn nó tút tổ vá đi hải đặc hiệp lực làm bà hỏi thầy người ta về nghiếm nơi lời cái đó tại vì mình ngặt lời đầy nơi khăn đông cách prong priếng miền hỏi cứ về tục thịt để lại còn đây vì ở nghiếm nơi lời đầy về bổng biển về sang song để sang song nó được trong lực mình nhấn cứ chỉ ca bổng biến nơi dần đạch mùi bị bấy nấy cách prong priếng bọt chụp bánh mình đi bom piên tì pi bẹ pon tên nâng ca rồng lốp thập tay yang thôn ngủ một Campuchia đại xa tại thông mà đối như bò ông ca sạp chỉ chết khi bằng cả làng máu cứ đầm bay tí mùi sầm khăn bằng phật cứ ca pe thập tay này rọt bô ra đạt phép tức đấy ai cái đấy phép này rọt đại xa tại cái mình chọn ở với tờ lóp từ còi sừng cream môn sừng cream lâu lâu tí pi lâu tí mũi tiệt ni hỏi đại kia bằng cả thầm một đơn du ăn màu đầm bay rip châu đắp thân nắp on trạ chiết cầm oi này anh từ bồng piên thập tay bao rót mũi tiệt bữa sân chia mình chọn tay phục lục nhưng nó còn lặp chặt cặp chặt kia pu tem của phục lục chứ bạn kia bằng cả thầm một đơn du ăn màu nó cứ chia cô ca cứ chạyในក្នុងបុព្វកថាអារម្មណ៍កថាក៏ដូចជាមេត្រាមួយលើគេតែម្ដងនៃធម្មនុញ្ញអង្គការសហជីវជាតិចា៎បាទក៏លេខទៅធម្មនុញ្ញអាស៊ានវិញដូចគ្នានៅក្នុងមេត្រា1មេត្រា2នឹងដូចគ្នាគឺចែងលើគេហ្មងគឺដើម្បីគោរពនៅឯករាជ្យភាពអធិបតេយ្យរបស់រដ្ឋជាសមាជិកអាស៊ានគឺដាក់នៅក្នុងមេត្រា1ហ្នឹងហើយមេត្រា2នៃធម្មនុញ្ញ UN គឺហាមឃាត់ការប្រើប្រាស់កម្លាំងយោធាគ្រប់ប្រភេទគ្រប់រូបភាពដើម្បីផ្លាស់ប្ដូរផែនទីអន្តរជាតិព្រំដែនអន្តរជាតិដោយកងកម្លាំងគឺគេហាមអញ្ចឹងអា2ហ្នឹងគោលការណ៍2ហ្នឹងគឺពិភពលោកផ្ដោតសំខាន់បំផុតហើយយកមកចែងនៅស្នូលដបូលរបស់ពិភពលោកចា៎តែម្ដងអញ្ចឹងបើសិនជាថៃធ្វើដោយសពថ្ងៃនេះគឺវាស្មើនឹងវាចង់បកទៅមុនសង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី2ដែលពិភពលោកគេហាមឃាត់ចា៎ទី3ពាក់ព័ន្ធទៅនឹងយន្តការព្រំដែនឥតកែប្រែគេថាអ៊ុយទី positive ទៅដែលបន្សល់នៅក្រោយសម័យអាណានិគមគឺត្រូវតែទទួលយកច្បាប់អន្តរជាតិប្រទេសទូទាំងពិភពលោកគឺគេទទួលយកគោលការណ៍ហ្នឹងតែឲ្យបានទទួលយកគោលការណ៍ហ្នឹងគឺគោលការណ៍ហ្នឹងវាស្របជាមួយនឹងធម្មនុញ្ញ UN ហើយគឺជាគោលការណ៍នៃការរៀបចំសណ្ដាប់ធ្នាប់ពិភពលោកឲ្យវារៀបរយកុំឲ្យមនុស្សវាខំគ្នាច្បាំងគ្នាកាប់សម្លាប់គ្នាដណ្ដើមអធិបតេយ្យដណ្ដើមដីពីរដ្ឋមួយទៅរដ្ឋមួយពីប្រទេសមួយទៅប្រទេសមួយអញ្ចឹងបានគេរៀបចំនឹងឡើងមកប៉ុន្តែសួរថាថៃធ្វើរកអីនឹងយ៉ាងម៉េចគឺវាទាញបកក្រោយដំណើរថយក្រោយវិញប៉ុន្តែសួរថាសមាជិក UN 193ប្រទេសសួរតែប្រមាណប្រទេសដែលគ្រប់គ្រងសកម្មភាពបែបគេខំរៀបចំភពលោកឲ្យស្រួលហើយយើងដើរត្រឡប់ទៅមុនសង្គ្រាមលោកលើកទី2ទី1វិញអញ្ចឹងសមាជិក UN ទាំងអស់ចោលមុខថៃតែម្ដងបាទត្រូវតែចោលមុខថៃតែម្ដងបើផ្ទុយទៅនឹងធម្មនុញ្ញរបស់ UN តែណែឯងជាសមាជិក UN ដែរហើយផ្ទុយទៅនឹងធម្មនុញ្ញរបស់អាស៊ានណែឯងជាសមាជិកអាស៊ានដែរចា៎បាទអញ្ចឹងវាស្មើនឹងសត្វចម្លែកមួយនៅក្នុងអាស៊ានថៃរងហើយបាទតែធ្វើអញ្ចឹងតែសត្វចម្លែកពេលគេគោរពច្បាប់អន្តរជាតិទាំងអស់គ្នាគេដើរមកដល់ឆ្នាំ2026ហើយឯងមកប្រើប្រាស់កម្លាំងទៅឈ្លានពានប្រទេសមួយហើយសមាជិកអាស៊ានឲ្យព្រំដែនចប់គ្នាបែរជាថៃធ្វើអញ្ចឹងចា
ចឹងនៅក្នុងច្បាប់អន្តរជាតិបញ្ញវន្តអន្តរជាតិគេមើលមកគេហួសចិត្តថាមិនក៏ធ្វើទៅកើតដែរ